សូមជូននិទានកុមាររឿងសត្វល្លោកនិងស្រមោចខ្មៅនៅលើដើមជ្រៃក្បែរមាត់ស្ទឹងមានសត្វល្លោកមួយរស់នៅថ្ងៃមួយល្លោកកំពុងតែទុំនៅលើមែកឈើគយគន់រកចំណីនៅខាងក្រោមស្រាប់តែឃើញស្រមោចមួយហ្វូងកំពុងលង់ទឹកស្រមោចទាំងនោះខំតោងគ្នាដើម្បីឡើងមកលើគោកវិញប៉ុន្តែការខិតខំរបស់ពួកវាមិនបានសម្រេចសោះល្លោកឃើញដូច្នេះមានចិត្តអាណិតអាសូរជាពន់ពេកវាហើរទៅពាំមែកឈើងាប់មួយកំណាត់យកមកដាក់ក្បែរហ្វូងស្រមោចទាំងនោះដើម្បីធ្វើជាស្ពានឲ្យស្រមោចតោងឡើងស្រមោចទាំងអស់បានរួចផុតពីសេចក្តីស្លាប់គ្រប់គ្នាពួកស្រមោចបានថ្លែងអំណរគុណដល់ល្លោកដែលបានជួយសង្គ្រោះពួកគេថ្ងៃក្រោយមកពេលល្លោកកំពុងទៅទុំលើមែកឈើស្រាប់តែមានព្រានព្រៃដើរមកដល់ព្រានឃើញល្លោកក៏តម្រង់ស្នាបំរុងនឹងបាញ់ហ្វូងស្រមោចឃើញហើយក៏ស្រុះគ្នាជួយយកអាសាល្លោកវិញម្ដងឆ្លៀតពេលដែលព្រានកំពុងតែស្រងៀវភ្នែកបំរុងនឹងបាញ់ពួកស្រមោចក៏នាំគ្នារួមខាំជើងព្រានភ្ញាក់កន្ត្រាក់ជើងរួចទន្ទ្រាំជើងឮសូរទិបល្លោកឮស្នូរនោះក៏ងាកមកមើលលុះដឹងថាព្រានពងបាញ់ខ្លួនល្លោកក៏ហើរចេញទៅ